ចាជំរាបសួរជួបគ្នាថ្មីជាមួយដុល្លារតាមរយៈ Facebook និង YouTube Channel ទិញ online by ដុល្លារនៅក្នុងវីដេអូនេះតាមការសន្យាគឺនឹងមកបង្ហាញទាក់ទងមួយនឹងរបៀបបង្កើត app Xiaomi ដែលជា app លក់ទំនិញមួយទឹកហើយក៏មានថ្មីបន្តិចបន្តួចលេខក្នុងនឹងផងដែរចាសម្រាប់អ្នកអត់ទាន់មាន app គឺយើងចូលក្នុង App Store ឬក៏ Play Store តាមប្រភេទទូរស័ព្ទដែលយើងប្រើហើយយើងវាយ Xiaomi ជាភាសាអង់គ្លេសទៅហើយយើងជួយ search មកគឺវានឹងចេញហើយជាឈ្មោះ Xiaomi ជាភាសាចិនហើយពណ៌លឿងអ្នកខ្លះចេញរូបត្រីពណ៌លឿងអ្នកខ្លះចេញប្រអប់លឿងៗដូចរបស់ខ្ញុំអញ្ចឹងទៅតាមទូរស័ព្ទណាសំខាន់គឺយើងផ្ទៀងអក្សរចិនហ្នឹងមកបន្ទាប់មកគឺយើងធ្វើការចុច download app ហ្នឹងមកចានៅពេលដែលយើងធ្វើការ download app ហើយគឺយើងចាប់ផ្ដើមចូលនៅក្នុង app របស់យើងតែម្ដងពេលដែលយើងចូលមកក្នុង app គឺយើងយកខាងអក្សរពណ៌លឿងមកចាយកខាងអក្សរពណ៌លឿងពេលដែលយកអក្សរពណ៌លឿងហើយវាសួរផ្ដល់ដំណឹង notification អីអត់យើងចង់ផ្ដល់ក៏យើងបើកយើងអត់ចង់ផ្ដល់ក៏យើងបិទទៅតាមនឹងអីចឹងទៅចាព្រោះហើយគឺវានឹងចូលមកដល់ផ្ទាំងមួយកន្លែងនេះផ្ទាំងកន្លែងនេះហ្នឹងគឺដូចខ្ញុំធ្លាប់បានប្រាប់កាលមុនចឹងថា app Xiaomi គឺវាត្រូវការ connect ជាមួយនឹង Taobao តែឥឡូវគេ update ដាក់លេខទូរស័ព្ទក៏បានដែរគ្រាន់តែថាលេខទូរស័ព្ទហ្នឹងគឺវាងាយផ្ញើសារអញ្ចឹងបើយើងមាន Taobao ឬក៏ Alipay យើង connect តាមរយៈ Taobao ឬក៏ Alipay ទៅវាលឿនអញ្ចឹងអានេះខ្ញុំបង្ហាញ connect ជាមួយនឹង Taobao តែម្ដងចាខ្ញុំជួយផ្ទាំងពណ៌ទឹកក្រូចហ្នឹងតោះមកគឺយើងចុចខាងផ្ទាំងពណ៌លឿងទៀតចាពេលហើយគឺវានឹងចាប់ផ្ដើមរត់ដំណើរការចូលមកក្នុង page នេះដើម្បី connect មួយ Taobao អញ្ចឹងយើងយកអាខាងផ្ទាំងពណ៌ទឹកក្រូចលើគេពេលដែលយើងចុចយកផ្ទាំងពណ៌ទឹកក្រូចលើគេហើយវានឹងធ្វើការដំណើរការជាមួយនឹង app Taobao ដើម្បីបង្ហាញថាយើងពិតជាត្រូវការ connect ចូលគ្នាជាមួយនឹង Taobao មួយនឹងមែនឬមួយក៏អត់អីចឹងទៅចាអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើម connect បានហើយយើងចុចផ្ទាំងទឹកក្រូចរួចហើយយើង connect ចេញមកហើយគឺវានឹងចេញមុខមាត់បែបហ្នឹងគឺជាមុខមាត់ app Xiaomi អ្នកដែលធ្លាប់ទិញអីវ៉ាន់ពីចិនគឺប្រហែលជាមិនសូវជាប្លែកភ្នែកទេដោយសារតែទម្រង់វាមិនជាខុសគ្នាអីហ្មងទេណាជាមួយនឹង app ផ្សេងៗរបស់ចិនណាចាយើងឃើញអាខាងមុខនេះគឺជាមុខមាត់នៃ app ហើយបើយើងត្រូវការចង់ search រកតំណែងផ្សេងៗគឺយើងចុចក្នុង column search ហ្នឹងទៅហើយគឺយើងវាយអក្សរផ្សេងៗដូចថាបើយើងចង់ search កៅអៅក៏ចុចទៅអីក៏ចុចចឹងទៅចាណាបើគេមានលក់មកទឹកគឺគេបង្ហាញឲ្យយើងមើលឃើញហើយជំហានដំបូងយើងត្រូវការមានឃ្លាំងចិនសិនហើយបើសិនជាទូទៅបើយើងទិញ connect មួយ Taobao វាអាចនឹងជាប់ឃ្លាំងចិនអូតូអ្នកខ្លះមានអ្នកខ្លះក៏អត់ចឹងទៅតាមទូរស័ព្ទដើម្បីចង់ដឹងថាយើងមានទីតាំងឃ្លាំងចិនកន្លែងទទួលនៅចិនហើយនៅយើងមើលអាវងក្រុមគេផុតស្ដាំដៃចុចលើហ្នឹងពេលដែលយើងចុចលើហ្នឹងហើយយើងមើលរូបដូចជ្រុង8ទិសដូចថៃកោណ8ទិសនៅលើនេះមិនមែនត្រីកោណទេដូច8ទិសចាចុចលើហ្នឹងតោះមកចុចជួរទី2ចាបន្ទាប់ពីយើងចុចជួរទី2ហើយយើងចុចអាកន្លែងអក្សរចិនជួរទី1បើនេះអត់មានឃ្លាំងចិនទេគឺវានឹងចេញដូចរបស់ខ្ញុំចាតែបើសិនជាយើងមានហើយគឺវានឹងចេញផ្ទាំងមានហើយលើហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ធ្លាប់មានឃ្លាំងចិនគាត់ចង់ដាក់ទីតាំងឃ្លាំងចិនគាត់ឆាតមក Telegram ខ្ញុំទៅខ្ញុំមាន note ទុកនៅក្នុង description នៅក្រោមវីដេអូឬក៏ក្នុងវីដេអូហើយគឺខ្ញុំអាចបង្ហាញពីរបៀបដាក់ឃ្លាំងចិនបានសម្រាប់អ្នកដែលគាត់មានហើយគឺអត់ជាបញ្ហាទេគឺយើងអាចធ្វើការមកមើលទំនិញដែលយើងចង់ទិញបានតែម្ដងចាឧទាហរណ៍ខ្ញុំចង់ទិញខ្ញុំសើចពាក្យថា shirt ខ្ញុំហៅមើលអាវអញ្ចឹងណាខ្ញុំចេះតែឧទាហរណ៍ណាបន្ទាប់មកវានឹងចេញបែបហ្នឹងហើយអញ្ចឹងភាគច្រើនគឺវាសម្បូរទៅដោយអីវ៉ាន់មួយទឹកតែក៏វាអាចមានអីវ៉ាន់ថ្មីបន្តិចបន្តួចដែលវា link ពីក្នុង app ផ្សេងដែលជាតកូលរបស់ Alibaba មកដូចគ្នាអីចឹងទៅចាមើលឥឡូវខ្ញុំឧទាហរណ៍ទិញអាណាមួយដែលតម្លៃរៀងធូរតិចឲ្យមើលណាចាឥឡូវខ្ញុំចង់ទិញអាវមួយនេះតម្លៃគេដាក់ថា15យួនអត់ដល់$1ទេណាចឹងខ្ញុំចង់ទិញអាវមួយហ្នឹងគឺខ្ញុំចុចលើរូបអាវបន្ទាប់មកគឺខ្ញុំចុចផ្ទាំងពណ៌លឿងក្រោមគេផុតស្ដាំដៃហើយមានដូចរូបផ្សារអញ្ចឹងខ្ញុំចុចលើហ្នឹងចាពេលចុចលើហ្នឹងទៅគេបង្ហាញឲ្យថាអាវហ្នឹងតម្លៃវាមានចាប់ពី5យួនទៅដល់26យួនមិនមែនតែ5យួនគត់ដូចបង្ហាញខាងក្រៅមិញទេបើយើងចង់ដឹងច្បាស់យើងអាចចុចអានេះហើយយើងឆាតទៅជាភាសាចិននិយាយជាមួយនឹងហាងគេទៅដើម្បីនឹងបញ្ជាក់កាន់តែច្បាស់ថាអ្នកលក់ហ្នឹងគាត់លក់នៅក្នុងតម្លៃណាខ្លះហើយមានពណ៌ណាខ្លះអីអញ្ចឹងទៅប៉ុន្តែបើយើងគិតថាខ្ញុំអត់ចង់ឆាតអីញញ៉ៃខ្ញុំចង់ចុចទិញ direct យកអញ្ចឹងយើងចុចអាផ្ទាំងពណ៌ក្រហមលើគេនេះគេមានបង្ហាញឲ្យថាអាវហ្នឹងវាមាននៅសល់សាយអីគេខ្លះវាមាននៅអានេះកម្ពស់ 1.75 ហើយគីឡូហ្នឹងយើងយកអា130ទៅ145ហ្នឹងចែកជា2ណាពីព្រោះចិនអាហ្នឹងគឺវាស្មើនឹងកន្លះគីឡូអញ្ចឹងយកអាហ្នឹងចែកជា2អញ្ចឹងវាស្មើនឹង60គីឡូទៅ70គីឡូអញ្ចឹងអានេះខ្ញុំគ្រាន់តែចុចទិញឧទាហរណ៍ទេបើសិនជាអ្នកទាំងអស់គ្នាទិញអ្នកទាំងអស់គ្នាត្រូវមើល detail ជាងហ្នឹងហើយឆាតសួរអ្នកលក់ឲ្យតាមហ្នឹងអញ្ចឹងទៅអញ្ចឹងពេលដែលយើងអូខេទិញយើងមើលចំនួនគេចុច like នេះតាមអីវ៉ាន់ខ្លះវាមានឲ្យដាក់ចំនួនអីវ៉ាន់ខ្លះវាអត់មានឲ្យដាក់ចំនួនទេទៅតាមថាគេមានតិចឬមួយក៏ច្រើនចាព្រោះហើយពេលដែលយើងត្រូវទិញគឺយើងចុចផ្ទាំងលឿងក្រោមគេផុតតែចុចផ្ទាំងលឿងของគេផុតដោយសារតែនេះរបស់ខ្ញុំគឺវាអត់ទាន់មានទីតាំងទេឃើញអត់វាអត់ទាន់មានទីតាំងកន្លែងចិនដែលត្រូវដាក់អញ្ចឹងគឺយើងចុចទិញទៅគឺវាអត់កើតទេតែបើសិនជាយើងមានទីតាំងឃ្លាំងចិនដែលត្រូវដាក់ហើយគឺយើងអាចចុចអាផ្ទាំងពណ៌ក្រហមក្រោមគេផុតនេះបានចាឥឡូវខ្ញុំសូមដាក់ទីតាំងបន្តិចសិនដើម្បីខ្ញុំទិញតេស្តឲ្យមើលបន្ទាប់ពីយើងដាក់ទីតាំងឃ្លាំងចិនអីហើយអស់គឺយើងអាចចុចអាផ្ទាំងក្រហមគេផុតខាងស្ដាំដៃហ្នឹងដើម្បីធ្វើការចុចតិចពេលដែលយើងចុចផ្ទាំងទៅក្រោមគេគឺវានឹងទាមទារសួរតាក់ទងជាមួយនឹង Alipay បើសិនជាយើងអត់ធ្លាប់មាន connect Alipay ទេវានឹងឲ្យយើងធ្វើការ connect Alipay ហ្នឹងចូលទៅក្នុងហ្នឹងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ connect Alipay ដូចខ្ញុំហើយគឺវានឹងចេញនៅក្នុង Alipay ហ្នឹងហើយឲ្យធ្វើការចុចទូទាត់លុយតែម្ដងអញ្ចឹងហើយបើសិនជាយើងអត់ទាន់មាន Alipay ទេគឺអាចទិញបានទេដូចខ្ញុំធ្លាប់បញ្ជាក់ក្នុងវីដេអូពីមុនមកអញ្ចឹងហើយបើយើងអត់ធ្លាប់ connect Alipay ទេ
គឺយើងអាចចុចអាផ្ទាំង com មិញដូចគ្នាហើយវានឹងសួរទៅរក Alipay ហើយយើងចុច OK រហូតទៅគឺ connect Alipay ចូលពេលដែល connect Alipay ចូលបានហើយគឺយើងអាចធ្វើការទូទាត់ទិញទំនិញបានហើយកន្លែងហ្នឹងណាហើយបន្ទាប់មកកន្លែងនេះគឺយើងចុចអាផ្ទាំងក្រុមគេផុតពណ៌ទឹកប៊ិចហ្នឹងដើម្បីធ្វើការទូទាត់លុយពេលដែលយើងចុចហើយគឺវានឹងទាមទារអាលេខកូដ Alipay យើងទូទាត់លុយអញ្ចឹងលេខរបស់យើងបានយើងចុចលេខហ្នឹងទៅចាវាឥឡូវខ្ញុំដាក់លេខកូដសិនពេលដែលយើងចុចហើយគឺយើងមានន័យថាទិញបានជោគជ័យពេលដែលទិញបានជោគជ័យគឺវាចេញផ្ទាំងនេះហើយ load tick ហ្នឹងមកគឺបង្ហាញថាទំនិញហ្នឹងគឺយើងបានទិញជោគជ័យហើយចុចសញ្ញាព្រួយលើគេហ្នឹងបែកថយក្រោយចាបែកថយក្រោយមករហូតមកផុតមកហើយយើងចូលអាកន្លែងវងមូលក្រុមគេផុតស្ដាំដៃមកហ្នឹងហើយគឺយើងមើលអាកន្លែងទី3នេះតែប៉ុន្តែវាត្រូវ load លេខតែដោយសារអ៊ីនធឺណិតខ្ញុំរៀង slow ចឹងវាអត់សូវ load ទេអញ្ចឹងយើងអាចចុចអាកន្លែងលេខ3ហ្នឹងគឺមើលទំនិញយើងបានចានេះគឺជាទំនិញដែលខ្ញុំបានចុចទិញមិញអញ្ចឹងគឺពេលដែលគេផ្ញើវ៉ាន់គឺយើងនឹងអាចធ្វើការតាមដានទំនិញបានហើយចាអញ្ចឹងមុនពេលដែលបញ្ចប់ខ្ញុំសូមរំលឹកទៅកាន់បងប្អូនទាំងអស់គ្នាបន្តិចថាមុនពេលដែលយើងចុចទិញតាមរយៈ CNE មុនពេលទិញត្រូវតែមើលលម្អិតឲ្យបានជាក់លាក់ហើយជៀសវាងការទិញគ្រឿងអេឡិចត្រូនិកឬក៏វ៉ាន់ណាដែលមានតម្លៃថ្លៃដោយសារតែ app ហ្នឹងគឺជា app លក់វ៉ាន់មួយទឹកអញ្ចឹងវាមានទាំងអ្នកល្អទាំងអ្នកអាក្រក់វាមិនមែនមានតែហាងទេគឺវាមានអ្នកប្រើប្រាស់ហើយយកទៅលក់វិញដូចយើងទិញនៅក្នុង app មួយទឹកនៅក្នុងប្រទេសកម្ពុជារបស់យើងដូចគ្នាអញ្ចឹងហើយត្រូវធ្វើការ check មើលលម្អិតឲ្យបានច្បាស់លាស់ហើយពេលដែលចុចទិញគឺយើងសម្រេចចិត្តទទួលខុសត្រូវលើការទិញរបស់យើងខ្លួនឯងហើយកុំទៅបន្ទោសថាគេដាក់វ៉ាន់កកយើងឬមួយក៏អីចេះមួយចុះពីរអីចឹងទៅដោយសារតែដូចខ្ញុំប្រាប់អញ្ចឹងការទិញវ៉ាន់មួយទឹកពីស្រុកក្រៅមកខ្មែរយើងវាមិនមែនជាភាពងាយស្រួលទេហើយហានិភ័យក៏វាមានច្រើនដែរអញ្ចឹងមុនពេលដែលទិញធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវគិតពិចារណាច្បាស់លាស់ហើយមើលលម្អិតពីអ្នកលក់នឹងឲ្យមែនតើថាតើគាត់មានលក់អីផ្សេងទៀតអត់ហើយគាត់អាចទុកចិត្តបានឬមួយក៏អត់អញ្ចឹងវីដេអូពី CNE មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ